ជាធម្មតានៅពេលដែលកុមារម្នាក់មកដល់ខាងមន្ទីរពេទ្យខ្ញុំបាទយើងក្តៅខ្លួនគឺយើងសំខាន់គឺ vital sign ដែរអូខេមានន័យថា fever ហ្នឹង tolerate ឬក៏អត់អូខេអញ្ចឹងទី1ពួកយើង verify សិនបាទក្តៅមែនអត់បាទកម្ដៅប្រមាណបើថាយើងមើលទៅ hyperthermia ហើយយើងឲ្យគាត់ជួបគ្រូពេទ្យមុនអឺឬក៏ nurse គាត់មើលដែរគាត់ថាក្តៅខ្លួនខ្លាំងហើយ អឺ verify មួយប៉ាមកឲ្យថាមកយកកម្ដៅនៅពីផ្ទះមកបើអត់ទាន់ឲ្យទេយើងសល់ជូនគាត់អូខេបន្ទាប់មកក្នុងអំឡុងពេលរងចាំបើគ្រូពេទ្យអត់ទាន់ត្នេភ្លាមៗយើងជួបខ្លួនតែបើមានគ្រូពេទ្យត្នេគឺយើងឲ្យគាត់ជួបគ្រូពេទ្យដំបូងគេ ទី2ក្តៅខ្លួនហើយតើមានតាគីកាឌីអត់មានហាក់បេះដូងរបស់គាត់លូតញាប់អត់បើយើងធៀបទៅនឹងអាយុរបស់គាត់អញ្ចឹងបើសិនក្តៅខ្លួនមានបេះដូងលូតញាប់មានបែកកន្លាខ្ជិងត្រជាក់ចុងដៃចុងជើងអាហ្នឹងគឺសញ្ញាអត់ល្អហើយមានថាក្តៅហើយមានសញ្ញាមិនល្អអញ្ចឹងជាធម្មតាវាភាគច្រើនគឺមានមេរោគកាចប៉ុន្តែមិនមែនទាំងអស់ទេគាត់ថាយើងត្រូវឲ្យជួបដុកទ័រសិនដើម្បីឲ្យដុកទ័រគាត់ទាត់ចោលថាក្តៅហ្នឹងក្តៅធម្មតាឬក៏ក្តៅដែលមានមេរោគកាចដែលត្រូវការព្យាបាលបន្ទាន់ភ្លាមៗអូចា ខេហើយដំណាក់កាលទាំងអស់ហ្នឹងតើយើងត្រូវមានបូមឈាមត្រូវមានពិនិត្យអីផ្សេងទៀតទេលោកគ្រូចាអូប្រកបហើយវាអូអាស្រ័យបើថាគ្រូអាស្រ័យពេទ្យមើលទៅគាត់ថាអូក្តៅហើយមានសញ្ញាមិនល្អហើយអញ្ចឹងគ្រូពេទ្យប្រកាសជាណែនាំប៉ាម៉ាក់ហើយយើងពិនិត្យមើលយើងថាសង្ស័យអាចជាមានមេរោគកាចឬក៏អាចមានអីផ្សេងដែលអាចប៉ះពាល់ដល់អាយុជីវិតកូនរបស់បាទគាត់បាទយើងណែនាំអាចជាបូមឈាមអាចជាការធ្វើតេស្តសបោរវាអាស្រ័យទៅតាមគ្រូពេទ្យធ្វើពិនិត្យជាក់ស្ដែងគេហៅ physical examination ជាក់ស្ដែងអញ្ចឹងណាចាអាចលៀងចំហអាចអីទៅតាមជាក់ស្ដែងតែបើយើងមើលទៅអត់អីទេក្តៅកម្រិតទាបក្មេងនៅសភាពល្អលើកទឹកចិត្តឲ្យគាត់ញ៉ាំថ្នាំទៅតាមរោគសញ្ញាហើយត្រឡប់ទៅផ្ទះតាមដានសិន